bà chấm riệp số phục mai bong bóng ở kia bà ngày tận sau mình ấy cứ trong ban riệp cho mà đuông sầm rạp hàng lục đông rồi chạy chất bản miền tây tăng nơi khẳng cao sạc cò chia lấy xoài riêng bà trong bong bóng nơi khai xoài riêng mà miền non trong hộp đuông thò mà chiết để miền rồi chiết ngắn xong mình chơi từ hàng lục đông rồi chạy chất bản chẳng hàng bọc quất còn là châu từ đó cứ nhẹ sạch cho mà đó bà tăng về tê hiệp xã tì thlia thông thlia ấy xongនឹងឈ្មោះលុបដងត្រជាក់ចិត្តគឺត្រជាក់មែនបាទគឺបន្ទប់ VIP គាត់រៀបចំជាស្តង់ដារហ្មងបាទមានតាំងពីម៉ាស៊ីនត្រជាក់ហើយនឹងរ៉ាអូខេសម្រាប់ច្រៀងទៀតបាទមិនភ័យថ្លង់ចេញលឺទៅក្រៅទេគឺគាត់រៀបចំស្អាតតែក្រៅពីនោះគឺគាត់មានរៀបចំជាកញ្ចប់បាទកញ្ចប់សម្រាប់គូស្នេហ៍អីហ្នឹងគឺអេមែនតើបាទគឺស្អាតហើយទេសភាពក៏ស្អាតហើយគឺស្ងាត់ល្អទៀតបាទតាក់ទងនឹងសេវាកម្មក៏ល្អបាទគឺម្ចាស់ហាងគាត់មានភាពរុះរាយរាក់ទាក់បាទគឺទៅដល់ភ្លាមគឺគាត់សាកដួងរបស់យើងភ្លាមទៅមកបាទគឺគាត់ចង់ដឹងរសជាតិបាទអញ្ចឹងបងប្អូនបើសិនជាមានកម្មវិធីលក្ខណៈគ្រួសារលក្ខណៈក្រុមការងារឬមួយក៏ជាលក្ខណៈគូស្នេហ៍ហ្នឹងគឺมันខុសបំណងទេបាទគឺយើងមានតាំងពី band សម្រាប់ច្រៀងបាទបងប្អូនណាស្រវឹងឲ្យចូលចិត្តច្រៀងលេងអញ្ចឹងយើងមាន band សម្រាប់ច្រៀងបាទរៀបចំមកស្អាតបាទហើយបើយើងមិនចង់ច្រៀងនៅខាងក្រៅគឺក្នុងបន្ទប់មានបន្ទប់ VIP ទៀតបាទគឺលក្ខណៈក្រុមការងារបាទគឺបើនិយាយពីយប់វិញគឺទេសភាពស្អាតហ្មងគាត់រៀបចំតុបតែងភ្លើងតុបតែងផ្កាដើមឈើហ្នឹងគឺស្អាតណាស់ហើយទៅសើម្ចាស់ហាងដែលគាត់មានគំនិតទីផ្សាររៀបចំបានល្អបាទអ្វីដែលសំខាន់គឺដីផ្ទាល់ខ្លួនរបស់គាត់នាំទៅដាំដូងកើតហ្នឹងគឺចំណាយពេលមិនតិចឆ្នាំទេបាទទៅដល់គឺគាត់សាកដួងរបស់យើងបាទចង់ដឹងរសជាតិភ្លាមហ្នឹងបាទហើយក្រៅពីដួងរបស់យើងគឺគាត់មានមុខម្ហូបច្រើនមុខទៀតបាទមានតាំងពីទទួលបាយថ្ងៃត្រង់បាយព្រឹកហើយនេះគឺក្បាលប៉ប៉ែស៊ីវឈន់បាទគឺគាត់រៀបចំមកជូនដល់ភ្ញៀវគាត់លក់គឺមិនលក់នៅតែកន្លែងទេបាទគឺគាត់មានលក់តាមអនឡាញផងដែរបាទគឺសេវាដឹកជូនបងប្អូនដល់ផ្ទះបាទនេះភ្ញៀវគាត់កំងក្បាលប៉ប៉ែស៊ីវឈន់មកឈុតហ្នឹងបាទនេះគឺលក្ខណៈក្រុមការងារមកតុកអីយកទៅជុំបងប្អូនមកតុកពីតុកអីគឺឆ្ងាញ់តែមកបាទគាត់មានថែមជាចាបជាគ្រួចជាចង្រិតអីទៀតបាទគឺតំណងមែនតើម្ហូបគាត់ធ្វើមានអនាម័យល្អហើយមានរសជាតិឈ្ងុយឆ្ងាញ់បន្លែក៏ស្រស់មានគ្រឿងក្លែមផ្សំពីលើទេបាទហើយត្រីអាំងក៏មានត្រីអាំងស្ដៅអីក៏មានដែរបាទនេះម្ចាស់ហាងបាទគឺគាត់មានភាពរស់រាយរាក់ទាក់មែនតើបាទពីក្រៅពីហ្នឹងគឺដួងបងប្អូនចង់កំងជាដួងបំពងចង់ដួងឆាក្តៅឬមួយក៏បងប្អូនចង់ស្រស់ញោមឬមួយក៏អីអាស្រ័យទៅលើបងប្អូនកំងបាទគឺគាត់មានរៀបចំជូនតាមហ្នឹងបាទអញ្ចឹងកុំភ្លេចពុកម៉ែបងប្អូនបាទបើសិនជាមានបំណងចង់ហូបអាហារឆ្ងាញ់ជួបជុំក្រុមការងារឬមួយក៏មិត្តភ័ក្តិគ្រួសារអាចមកលុបដងត្រជាក់ចិត្តបានបាទតម្លៃសមរម្យទេសភាពល្អកន្លែងចតឡានធំទូលាយម្ចាស់ហាងនិងបុគ្គលិកមានភាពរស់រាយរាក់ទាក់បាទពិសេសគឺយើងមានដួងធម្មជាតិមួយមុខទៀតបាទសូមអរគុណ